ធ្វើត្បិតតែអុំទុកឆ្នាំនេះយើងមិនមានការរៀបចំធំដុំដូចនៅឆ្នាំមុនៗក៏ដោយក៏សៀមរាបយើងឆ្នាំនេះនៅតែមានកម្មវិធីសប្បាយៗដែលបានរៀបចំនិងត្រៀមទទួលពុកម៉ែបងប្អូននៅប្រហែលថ្ងៃបន្ទាប់ខាងមុខនេះអញ្ចឹងសៀមរាបខ្ញុំជឿថានឹងជាជំរើសល្អសម្រាប់បងប្អូននៅថ្ងៃជប់សម្រាប់ខាងមុខនេះព្រោះក្នុងប្រហែលថ្ងៃនៃពិធីបុណ្យអុំទុកនេះខាងសៀមរាបនឹងមានការរៀបចំកម្មវិធីសំខាន់ៗមួយចំនួនដូចជាកម្មវិធីជាទូកកំសាន្តកម្មវិធីបណ្ណាំងទុកមិត្តភាពសៀមរាបផ្ទះខ្ញុំកម្មវិធីប្រគំស្គរដៃមិនតែប៉ុណ្ណោះក៏មានមកជាមួយនឹងកម្មវិធីស្តង់ពិព័រណ៍បណ្ដាលគុណខ្មែរល្ខោនបាសាក់និងកម្មវិធីសប្បាយៗជាច្រើនផ្សេងទៀតអញ្ចឹងសូមកុំទាន់ចាស់លេខអស់តែបើចាស់លេខអស់ក៏មិនអីដែរបើសិនជាបងប្អូនទាំងអស់គ្នាមានប្រាក់បៀវត្សបើកជាមួយនឹងធនាគារ Excelida សម្រាប់បងប្អូនដែលត្រូវការប្រាក់បៀវត្សឬក៏ត្រូវការលុយជាចាំបាច់នៅក្នុងការបំពេញសេចក្តីតម្រូវការផ្សេងៗមុនបងប្អូនអាចធ្វើការស្នើនៅឥណទានប្រាក់បៀវត្សមុននៅលើ AC Super App បានហើយស្នើភ្លាមគឺទទួលបានលុយលុបចូលកងភ្លាមតែម្ដងដើម្បីខ្ចីទី1គឺបងប្អូនចុចចូល AC Super App រួចសូមចុចប្រាក់កម្ចីបន្តមកទៀតសូមចុចឥណទានប្រព័ន្ធ Digital បន្តមកទៀតយកឥណទានប្រាក់បៀវត្សរួចត្រង់កន្លែងនេះសូមបងប្អូនរើសពាក្យថាឥណទានបើកប្រាក់បៀវត្សមុនហើយចុងក្រោយសូមកំណត់នៅទឹកប្រាក់ដែលបងប្អូនចង់បាននិងរយៈពេលនៃការខ្ចីផងដែរមិនចាំបាច់ត្រូវការបំពេញឯកសារមិនចាំបាច់ទៅធនាគារដោយផ្ទាល់គឺស្រួលមែនទែនអញ្ចឹងសូមជូនពរបងប្អូនទាំងអស់គ្នាមានដំណើរសុខសុវត្ថិភាពល្អនាពេលបុណ្យអុំទូកសូមអរគុណ